ចឹងដោយសារតែការពីវីដេអូ part 1 ខ្ញុំបានព្រៀនអ្នកទាំងអស់គ្នាពីរបៀប log in ចូលតាមរយៈ Google ចឹងថ្ងៃនេះខ្ញុំមកព្រៀនពីរបៀបចូលតាមរយៈ Telegram ម្ដងហើយយើងនឹងប្រើ Smith AI chatbot ដែលនៅក្នុង Telegram app នឹងហ្មងឲ្យវាបំលែងពីសំឡេងទៅជាអក្សរចឹងអ្នកទាំងអស់គ្នាដំបូងឡើយគ្រាន់តែចុចបន្តជាមួយ Telegram ចឹងវានឹង link អ្នកទាំងអស់គ្នាមក page នេះមួយឯងដែលជា Smith AI bot នឹងឯងចឹងអ្នកទាំងអស់គ្នាអាច chat send សំឡេង send voice ទៅក្នុង bot មួយហ្នឹងឲ្យវាបំលែងទៅជាសំឡេងឲ្យអ្នកទាំងអស់គ្នាបានហើយអ្នកទាំងអស់គ្នាក៏អាច search ឈ្មោះនេះនៅក្នុង Telegram របស់អ្នកទាំងអស់គ្នាក៏បានដែរដើម្បីប្រើប្រាស់ Smith AI bot ហ្នឹងណាវានឹងឲ្យអ្នកទាំងអស់គ្នាចុច confirm login អ្នកទាំងអស់គ្នាចុច confirm login ហ្នឹងទៅហើយវានឹង link Telegram ជាមួយនឹង Smith AI អញ្ចឹងអ្នកទាំងអស់គ្នាចុច continue តែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់ Smith AI បានហើយបើសិនជាអ្នកទាំងអស់គ្នាចង់ record ផ្ទាល់នៅក្នុង Telegram ហ្នឹងក៏បានដែរចុចកន្លែងប៊ូតុង voice record នេះទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការនិយាយឬក៏ record ទុកចោលទៅហើយនៅពេលដែលពេលចប់អ្នកទាំងអស់គ្នាចុច send ទៅវានឹងបំលែងទៅជាអត្ថបទឲ្យអ្នកទាំងអស់គ្នាហើយយើងអាចចុច process now ហើយធ្វើការរងចាំបន្តិចទៅព្រោះថាវាត្រូវការរយៈពេលដើម្បី process ដែរចឹងវាអាចនឹងយូរឬក៏ឆាប់ទៅតាមសំឡេងរបស់អ្នកទាំងអស់គ្នាថាប្រវែងវែងឬក៏ខ្លីចឹងនេះគឺជាអ្វីដែលខ្ញុំបាននិយាយមុនហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការស្ដាប់សំឡេងហើយផ្ទៀងផ្ទាត់ជាមួយនឹងអត្ថបទហ្នឹងហើយវាមាន summary មកស្រាប់ផងដែរអ្នកទាំងអស់គ្នាក៏អាចធ្វើការ view full note នៅក្នុង website ស្មានក៏បានដែរចឹងខ្ញុំសាកទៅរក voice ដែលខ្ញុំបានថតទុកពីមុនមកអានេះគឺជា voice ដែលខ្ញុំបានធ្លាប់ថតទុកចឹងយើងអាច forward វាចូលហើយចាំវាបន្តិចទៅវានឹងបំលែងទៅជាអត្ថបទឲ្យអ្នកទាំងអស់គ្នាហើយខ្ញុំឮថានេះជាការឈឺក្បាលធ្ងន់ធ្ងរតើវាចាប់ផ្ដើមនៅពេលណាវាបានចាប់ផ្ដើមភ្លាមនៅព្រឹកនេះការឈឺក្បាលដ៏អាក្រក់បំផុតដែលខ្ញុំធ្លាប់មានចឹងនេះគឺអ្នកទាំងអស់គ្នាអាចមើលបានយើងមានអត្ថបទពេញលេញអ្នកទាំងអស់គ្នាអាចយកទៅប្រើការបានហើយអ្នកទាំងអស់គ្នាក៏អាចចុច export វានៅក្នុងទម្រង់ជា PDF ចុចលើ PDF ហ្នឹងមកជា doc txt srt អីទៅតាមនឹងបានទាំងអស់អ្នកទាំងអស់គ្នានេះគឺ PDF ដែលយើងមាន summary មាន key points key takeaway ហើយយើងមានការផ្លាស់ប្ដូរទៅជាភាសាបរទេសភាសាអង់គ្លេសមាន theme ហើយនឹងមាន full transcription នៅក្នុងហ្មងបើអ្នកទាំងអស់គ្នាចង់មើល full note នៅក្នុង website ស្មានក៏បានដែរអ្នកទាំងអស់គ្នាអាចចុច view full note